Uh, last week we learned why we need to pray. កាលពីសប្តាហ៍មុនយើងបានរៀនអំពីថាហេតុអ្វីបានជាយើងត្រូវតែអធិដ្ឋាន And we learned that confession of sin is the vital part of prayer. ហើយយើងក៏បានរៀនដែរថាការដែលសារភាពឬក៏លន់តួអំពើបាបហ្នឹងគឺវាមានសារៈសំខាន់ណាស់ក្នុងសេចក្តីអធិដ្ឋានរបស់យើង Because God does not listen sinners. នោះគឺពីព្រោះតែព្រះទ្រង់នឹងមិនស្ដាប់មនុស្សមានបាបទេ Now we need to learn what to pray for. ឥឡូវនេះយើងនឹងរៀនអំពីតើយើងនឹងអធិដ្ឋានសម្រាប់អ្វី 지난주에 우리가 기도에 대해서 또 같이 나눴습니다만 특히 이제 죄를 먼저 고백함이 얼마나 중요한가에 대해서 얘기를 했고 오늘은 무엇을 위해 기도할 것인가에 대해서 한두 가지 알아보겠습니다. The most common and the easiest part to understand in prayer is petition. ចំណុចដែលងាយស្រួលបំផុតហើយនឹងសាមញ្ញងាយយល់បំផុតនៅក្នុងការអធិដ្ឋានហ្នឹងគឺការទូលអង្វរ 뭐 가장 우리가 쉽게 이해하는 부분은 우리가 간구하는 부분이죠. 우리가 구하는 건 이것을 해주십시오, 저것을 해주십시오, 저것을 도와주십시오 하는 것입니다. We always seek something. យើងតែងតែស្វែងរកនៅអ្វីដែលយើងត្រូវការ We seek health, wisdom, and the financial help, nice family, and so on. យើងស្វែងរកនៅសុខភាពល្អហើយប្រាជ្ញាឬក៏ការដែលជួយខាងផ្នែកហិរញ្ញវត្ថុហើយនឹងគ្រួសារដែលមានសេចក្តីសុខសាន្តឬក៏អ្វីផ្សេងទៀតដែលយើងស្វែងរក 우리는 여러 가지를 항상 구합니다. 건강, 뭐 지혜, 혹은 재정적인 문제, 혹은 가족 문제 등등 여러 가지로 구하는 것이 많죠. 그런 것을 가장 중요한 것은 하나님께 구해야 된다는 것입니다. 먼저 그냥 생각만 하는 것이 아니고 머릿속에 이렇게 됐으면 좋겠다 이렇게 희망사항으로 갖고 있는 것이 아니라 구체적으로 구해야 된다는 것입니다. When we seek something, we must ask God. នៅពេលដែលយើងស្វែងរកអ្វីមួយគឺយើងត្រូវតែសូមដល់ព្រះ Our Father knows what we need before we ask Him, but still we need to ask. ទោះបីជាព្រះវរបិតានៃយើងទ្រង់បានជ្រាបហើយថាជ្រាបមុនពេលដែលយើងសូមទៅទៀតប៉ុន្តែយើងត្រូវតែទូលសូមដល់ព្រះ For example, we need to ask God for daily bread. ឧទាហរណ៍ដូចជាយើងត្រូវតែអធិដ្ឋានសូមព្រះអង្គសម្រាប់អាហារប្រចាំថ្ងៃ God knows that we need daily bread to survive, ព្រះអង្គដឹងហើយថាយើងត្រូវការអាហារប្រចាំថ្ងៃដើម្បីរស់នៅ but we need to ask God for daily bread. ប៉ុន្តែយើងត្រូវតែអធិដ្ឋានសូមព្រះអង្គសម្រាប់អាហារប្រចាំថ្ងៃរបស់យើង We have to ask whatever we need. យើងត្រូវតែអធិដ្ឋានរាល់ទាំងតម្រូវការរបស់យើង Then why do we need to ask even when our Father in heaven knows what we need? អញ្ចឹងតើហេតុអ្វីបានជាយើងត្រូវតែអធិដ្ឋានទូលសូមដល់ព្រះទោះបីជាព្រះទ្រង់ជ្រាបហើយក៏ដោយ Why do we have to ask? God knows everything. ហេតុអីក៏យើងត្រូវសូមដល់ព្រះពីព្រោះទ្រង់ជ្រាបអ្វីទាំងអស់ It is because God wants us to recognize the Lord as our Father, and the God is the resources of all blessings. នោះគឺពីព្រោះថាព្រះទ្រង់ចង់ឲ្យយើងរាល់គ្នាបានទទួលស្គាល់ថាទ្រង់គឺជាព្រះវរបិតានៃយើងហើយទ្រង់គឺជាប្រភពនៃព្រះពរ That means God wants us to have right relationship with God all the time. នោះគឺមានន័យថាព្រះទ្រង់ចង់ឲ្យយើងមានទំនាក់ទំនងយ៉ាងត្រឹមត្រូវជាមួយនឹងទ្រង់រាល់ពេលវេលា 우리가 하나님께 구해야 되는 것은 하나님께서 아심에도 불구하고 우리 구해야 되는 것은 하나님과의 그런 관계를 항상 유지를 할 수 있도록 하나님께서 우리를 배려해 주신다는 겁니다. 우리가 그렇게 구할 때 비로소 하나님이 바로 우리 아버지고 우리 모든 복의 근원이 되시는구나 하는 걸 우리가 항상 깨달을 수 있는 기회가 된다는 것이죠. The children of God must ask Lord for whatever we need. ក្នុងនាមយើងជាកូននៃព្រះគឺយើងត្រូវតែទូលសូមដល់ទ្រង់គ្រប់ទាំងតម្រូវការដែលយើងត្រូវការទាំងអស់ And then it will be given. នោះទាំងអស់នោះនឹងបានប្រទានមកយើងជាប្រកបដូចនៅក្នុងម៉ាថាយចំពុក7ខ7ដល់8ចូលសូមនោះតែងនឹងឲ្យមកអ្នក
ចូលរកនោះតែងនឹងឃើញចូលគួរនោះតែងនឹងបើកឲ្យអ្នកត្បិតអស់អ្នកណាដែលសូមនោះរមែងបានអ្នកណាដែលរកនោះរមែងឃើញហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ When we have a need or a hurt or even a desire of our heart, we would pray a prayer of petition. នៅពេលទោះទាំងពេលដែលយើងត្រូវការអ្វីមួយឬក៏ពេលដែលយើងឈឺចាប់ឬក៏ពេលដែលយើងមានបំណងចិត្តអ្វីមួយហ្នឹងគឺយើងត្រូវតែអធិដ្ឋានសូមដល់ព្រះអង្គ As God loves to give us the desire of our hearts, it is natural to pray to God to bless us with the things that we have in our hearts. ព្រះទ្រង់សពព្រះハតីនឹងប្រទាននៅបំណងចិត្តដល់យើងហើយនៅពេលដែលយើងអធិដ្ឋានហ្នឹងគឺព្រះអង្គសពព្រះハតីនឹងប្រទានពរដល់យើងគ្រប់ទាំងអ្វីដែលនៅក្នុងចិត្តយើងដែរ 하나님께서는 우리 마음 가운데 어떤 소망을 불러일으키십니다. 우리에게 뭐가 필요한지, 뭐가 중요한지를 깨닫게 해주시는 그런 복을 주시기 때문에 우리 마음 가운데 일어나는 것들을 구할 수 있어야 됩니다. 그렇지만 중요한 것은 그 기도를 한다는 것은 항상 우리가 하나님과의 바른 관계를 유지하고 하나님의 뜻에 우리 뜻을 맞추는 그런 작업이라고 그럴까요? 그런 것이기 때문에 우리 마음 가운데 일어나는 그런 생각들을 필요한 것들 원하는 것들이 항상 하나님의 뜻에 합당하도록 그런 생각들이 일어날 수 있도록 우리가 또한 기도를 해야 된다는 것이죠. But remember what prayer is. តែសូមចងចាំថាតើអ្វីជាការអធិដ្ឋាននោះ The prayer is a tool to align us with the great plan of God. ការអធិដ្ឋានគឺជាឧបករណ៍នៃការតម្រង់ផ្លូវឲ្យយើងត្រូវនឹងផែនការដ៏ធំដ៏អស្ចារ្យរបស់ព្រះអង្គដែលមានសម្រាប់យើង When we have an active prayer life, our desires are those God desires. នៅពេលដែលយើងមាននៅពេលដែលយើងសកម្មនៅក្នុងការអធិដ្ឋានហ្នឹងនៅក្នុងជីវិតរបស់យើងហ្នឹងគឺបំណងចិត្តរបស់យើងគឺនោះហើយដែលជាអ្វីដែលព្រះទ្រង់ដាក់ឲ្យយើងមាន So when we pray for the will of God, not the will of ours. ហើយនៅពេលដែលយើងអធិដ្ឋានគឺអធិដ្ឋានឲ្យសមតាមព្រះハតីនៃព្រះមិនមែនតាមចិត្តរបស់យើងទេ If we pray for something that is against God's grace and love, the prayer will not be heard by God. ប្រសិនបើបងប្អូនអធិដ្ឋានអ្វីមួយដែលប្រឆាំងជាមួយនឹងព្រះឬក៏ទាស់ជាមួយនឹងព្រះនឹងព្រះគុណនៃព្រះនិងសេចក្តីស្រឡាញ់របស់ព្រះនោះសេចក្តីអធិដ្ឋាននោះព្រះទ្រង់មិនឆ្លើយតបទេ So if any one of you think that God does not hear your prayer, think about it. Why God does not answer my prayer? Think about it. នៅពេលដែលបងប្អូនមានអារម្មណ៍ថាព្រះទ្រង់ដូចជាមិនឆ្លើយតបនឹងសេចក្តីអធិដ្ឋានរបស់បងប្អូនដូច្នេះហើយបងប្អូនត្រូវគិតថាតើហេតុអីបានជាព្រះទ្រង់មិនបានឆ្លើយតបនៅសេចក្តីអធិដ្ឋានរបស់បងប្អូន If we pray according to our greed, God will not hear our prayer. ប្រសិនបើយើងអធិដ្ឋានតាមតែចិត្តរបស់យើងឬក៏តាមតែចំណង់របស់យើងនោះព្រះទ្រង់មិនស្ដាប់ឮសេចក្តីអធិដ្ឋានរបស់យើងទេនៅយ៉ាកុបចំពុក4ខ3អ្នករាល់គ្នាក៏សូមដែរតែមិនបានទេត្បិតសេចក្តីសំណូមនោះបែបអាក្រក់សម្រាប់នឹងចាយបំពេញសេចក្តីសម្រើបរបស់អ្នករាល់គ្នាវិញ So if you are in God's word and filled with the Holy Spirit, you will not desire anything that goes against God's will. នៅពេលដែលបងប្អូនពេញក្នុងចិត្តបងប្អូនពេញដោយព្រះបន្ទូលហើយនឹងព្រះវិញ្ញាណបរិសុទ្ធនោះបំណងបងប្អូននឹងគ្មានបំណងចិត្តដែលប្រឆាំងទាស់នឹងព្រះទេ When your desire in heart is the same as the heart of Christ, every single prayer will be heard by God. នៅពេលដែលបំណងចិត្តរបស់បងប្អូនដូចគ្នានឹងបំណងចិត្តរបស់ព្រះគ្រីស្ទនោះព្រះទ្រង់ឮគ្រប់ទាំងសេចក្តីអធិដ្ឋានរបស់បងប្អូន So we need to pray that God would give you the right desire.
អញ្ចឹងហើយបងប្អូនត្រូវតែអធិដ្ឋានសូមឲ្យព្រះទ្រង់ប្រទាននៅបំណងចិត្តដែលត្រឹមត្រូវដល់បងប្អូនរាល់គ្នា And God gives us the desire in our heart, even when we don't know what we really need. ហើយក៏សូមឲ្យព្រះទ្រង់ប្រទាននៅបំណងចិត្តបំណងចិត្តដល់យើងទោះទាំងពេលដែលទោះបីជាយើងអត់ដឹងក៏ដោយ Our Lord knows what His children need and touches His children's heart to desire according to His will. ព្រះអង្គម្ចាស់ទ្រង់ជ្រាបពីអ្វីដែលកូនរបស់ទ្រង់ត្រូវការហើយទ្រង់នឹងប៉ះពាល់ចិត្តកូនរបស់ទ្រង់ដោយបំណងចិត្តតាមព្រះហត្ថីនៃទ្រង់ That's why we give thanks to the Lord all the time. ដូច្នេះហើយបានជាយើងត្រូវតែអរព្រះគុណដល់ព្រះគ្រប់ពេលវេលា 하라이 반쯤인 따에 뭐냐 따 예타 아멘. Many times in life we are faced with a tough decision. ជាច្រើនពេលដែលយើងភាគច្រើននៅក្នុងជីវិតរបស់យើងហ្នឹងគឺយើងប្រឈមនឹងការសម្រេចចិត្ត And we need guidance to make the best choice. ហើយយើងត្រូវការណែនាំដើម្បីឲ្យយើងបានជ្រើសរើសបានត្រឹមត្រូវ 우리가 살다 보면 어떤 선택의 갈림길에 있을 때가 많죠. 뭐 항상 그래서 삶이라는 게 매 순간 선택을 하면서 사는데 어떤 것이 가장 좋은 선택인가 하는 데 있어서 우리 항상 그런 도움이 필요합니다. 그래서 그런 우리가 선택할 때 있어서 도움을 구할 때는 바로 하나님이다. 너무나 당연한 거죠. When you don't know which way you should choose, you must ask God. នៅពេលដែលបងប្អូនអត់ដឹងថាខ្លួនឯងត្រូវធ្វើអ្វីឬក៏ជ្រើសរើសអ្វីក្នុងការនៅពេលដែលបងប្អូនអត់ដឹងថាបងប្អូនត្រូវជ្រើសរើសអ្វីមួយក្នុងការសម្រេចចិត្តរបស់បងប្អូនហ្នឹងបងប្អូនត្រូវតែអធិដ្ឋានសូមដល់ព្រះ We should ask God for guidance and wisdom. យើងត្រូវតែអធិដ្ឋានសូមការនាំផ្លូវហើយនឹងប្រាជ្ញាមកពីព្រះ And then God gives to all who ask graciously. នោះព្រះទ្រង់នឹងឆ្លើយតបនៅទាំងសេចក្តីសំណូមនោះរបស់ដោយព្រះគុណ And God will guide you to the right and the best way if you are willing to obey. ព្រះទ្រង់នឹងដឹកនាំបងប្អូនទៅយ៉ាងត្រឹមទៅផ្លូវយ៉ាងត្រឹមត្រូវហើយនឹងយ៉ាងល្អដែរនៅពេលដែលបងប្អូនមានចិត្តស្ដាប់បង្គាប់ទ្រង់ Important part is that if you are willing to obey, God will guide you. នោះចំណុចដែលសំខាន់នោះគឺត្រង់ថាបងប្អូនត្រូវមានបំណងចិត្តនឹងស្ដាប់បង្គាប់ព្រះនោះព្រះទ្រង់នឹងដឹកនាំបងប្អូនហើយ In many cases, even when God guide you this way and they don't like it, they refuse to go there. They choose their own way. ដូចជានៅពេលដែលព្រះទ្រង់ចង់ដឹកនាំទៅខាងឆ្វេងប៉ុន្តែយើងអត់ចង់ទៅទេយើងស្អប់អញ្ចឹងយើងចង់ទៅខាងស្ដាំវិញតាមចិត្តរបស់យើង If you need guidance from God, you need to obey. បើសិនជាបងប្អូនចង់ទទួលបានការណែនាំឬការដឹកនាំអំពីព្រះនោះបងប្អូនត្រូវតែស្ដាប់បង្គាប់ 하나님의 인도하심을 바라고 기도할 때는 반드시 그 인도하심에 따라서 반드시 순종을 해야 된다는 겁니다. 내 마음에 들면 순종을 하고 안 그러면 내 마음대로 한번 딴 길로 가보고 하면 그럼 우리가 인도하심을 받을 수 없다는 거죠. Our Lord will lead you to peace. ព្រះអង្គម្ចាស់នៃយើងទ្រង់នឹងដឹកនាំបងប្អូនទៅសេចក្តីសុខសាន្ត Our Lord is our shepherd and we are his sheep. ព្រះអង្គម្ចាស់នៃយើងទ្រង់គឺជាអ្នកគង្វាលយើងហើយយើងគឺជាជាមនៃទ្រង់ We know this scripture very well. យើងបានដឹងអំពីព្រះបន្ទូលនេះហើយនៅក្នុងទំនុកដំកើងចំពោះ23ខ1និងខ2ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំនឹងមិនខ្វះអ្វីសោះទ្រង់ឲ្យខ្ញុំដេកសម្រាកនៅទីមានស្មៅខៀវខ្ចីទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនអាមែន
This is a really beautiful word for every one of us. ព្រះបន្ទូលនេះគឺល្អអស្ចារ្យមែនតើសម្រាប់យើងរាល់គ្នា I have a testimony for this. ខ្ញុំលោកគ្រូមានទីបន្ទាល់មួយអំពីការនេះ As for me, when I ask God for guidance, God always lead me by giving peace in my mind. សម្រាប់លោកគ្រូនៅពេលដែលលោកគ្រូសុំការនាំណែនាំឬការដឹកនាំអំពីព្រះនោះព្រះទ្រង់តែងតែនាំលោកគ្រូដោយឲ្យលោកគ្រូមានចិត្តមានសេចក្តីសុខសាន្តនៅក្នុងចិត្ត 제가 간증을 하나 해드리면은 하나님께서 제가 하나님께 제가 그 인도하심을 구하면 하나님께서 항상 이 평안한 마음으로 인도를 해주십니다. 예를 들어서 내가 이거를 선택하면 좋을까? 해서 그거를 선택하는 거 이렇게 상상해보면 그때는 마음에 평화가 와요. 그게 그게 뭐 육체적으로 어렵다든가 뭐 하여간 뭐 재정적으로 어렵다든가 뭐 그런 거하고는 상관없이 정말 그런 길을 내가 상상을 해보면은 평안함을 주세요. Every time I choose something, God speaks to me yes by giving peace in my mind. រាល់ពេលដែលលោកគ្រូជ្រើសរើសឬក៏សម្រេចចិត្តអ្វីមួយហ្នឹងគឺព្រះទ្រង់តែងតែមានបន្ទូលមកលោកគ្រូថាយល់ព្រមជានិច្ចដោយប្រទាននៅសេចក្តីសុខសាន្តនៅក្នុងចិត្តលោកគ្រូ It was about 14 years ago. និយាយអំពីរឿងកាលពី14ឆ្នាំមុន God gave me a heart that it was time for me to leave my place and go to another country to serve the Lord as a missionary. កាលពី14ឆ្នាំមុនហ្នឹងព្រះទ្រង់បានមានបន្ទូលបានដាក់ចិត្តមួយនៅក្នុងលោកគ្រូថាឲ្យលោកគ្រូបានចាក់ចេញពីកន្លែងដែលលោកគ្រូកំពុងរស់នៅហ្នឹងទៅបម្រើព្រះអង្គនៅបណ្ដាប្រទេសផ្សេងទៀតជាក្នុងនាមជាបេសកជន 한 14년 대충 14년 전쯤인데 그때 하나님께서 저에게 그런 마음을 주셨어요. 이제는 본토 아비의 집을 떠나서 이제는 네가 다른 데로 가서 선교로서서 하나님을 섬길 때가 됐다. 난 그런 마음을 주셨습니다. But I did not know where to go. ប៉ុន្តែលោកគ្រូអត់ដឹងថាតើលោកគ្រូនឹងទៅបម្រើនៅប្រទេសណាទេ I had a few countries in my mind, but I could not decide. មានប្រទេសជាច្រើនដែលនៅក្នុងគំនិតលោកគ្រូហ្នឹងប៉ុន្តែលោកគ្រូមិនអាចនឹងសម្រេចចិត្តជ្រើសរើសថាទៅណាមួយទេ One day, one of my friends suggested me to serve Cambodia. នៅថ្ងៃមួយមិត្តភ័ក្តិរបស់លោកគ្រូម្នាក់បានណែនាំឲ្យលោកគ្រូហ្នឹងមកបម្រើនៅប្រទេសកម្ពុជា I thought that God might be speaking to me through my friend. That is possible. លោកគ្រូបានគិតថាព្រះអង្គអាចនឹងមានបន្ទូលមកខ្ញុំតាមរយៈមិត្តភ័ក្តិរបស់ខ្ញុំ So I began to pray to seek God's plan for me. ដូច្នេះហើយលោកគ្រូបានចាប់ផ្ដើមអធិដ្ឋានដើម្បីនឹងស្វែងរកផែនការរបស់ព្រះដែលមានសម្រាប់លោកគ្រូ 선교사로 간다면 어느 나라로 가야 되느냐 마음 가운데 몇 개 나라가 있긴 있었지만 아직 결정을 못 하고 있었는데 친구가 어느 날 캄보디아를 가서 섬겼으면 좋겠다고 그렇게 제안을 했어요. 하나님께서 다른 사람을 통해서 말씀하실 때도 있으니까요. 그래서 기도를 시작을 했습니다. 근데 그 캄보디아에서 할 일 이런 거를 생각을 여러 가지를 해봤는데 그때마다 편안함을 주셨어요. Every time when I think of Cambodia in my prayer, God gave me peace in my heart. រាល់ពេលដែលខ្ញុំគិតនៅក្នុងសេចក្តីអធិដ្ឋានរបស់ខ្ញុំអំពីប្រទេសកម្ពុជាហ្នឹងគឺព្រះទ្រង់តែងតែប្រទាននៅសេចក្តីសុខសាន្តនៅក្នុងចិត្តខ្ញុំ When I think of my work in Cambodia, God gave me peace in my mind. នៅពេលដែលខ្ញុំគិតអំពីការងារដែលខ្ញុំត្រូវធ្វើនៅក្នុងប្រទេសកម្ពុជានោះព្រះទ្រង់ប្រទានសេចក្តីសុខសាន្តនៅក្នុងចិត្តខ្ញុំ Finally, I decided to serve Cambodia. នៅទីបំផុតខ្ញុំបានសម្រេចចិត្តមកបម្រើនៅប្រទេសកម្ពុជា And I shared with other people about my decision to serve Cambodia. ហើយខ្ញុំបានចែកចាយអំពីបំណងចិត្តឬការសម្រេចចិត្តរបស់ខ្ញុំដែលមកបម្រើប្រទេសកម្ពុជានឹងទៅកាន់មនុស្សដទៃទៀត When I shared my decision, greater peace came into my mind. នៅពេលដែលខ្ញុំបានចែកចាយអំពីការសម្រេចចិត្តនោះទៅកាន់មិត្តភ័ក្តិដទៃទៀតហ្នឹងសេចក្តីសុខសាន្តយ៉ាងអស្ចារ្យបានមកនៅក្នុងចិត្តខ្ញុំ
គំនិត 그래서 ខ្ញុំ 캄보디아를 섬기기로 결정을 하고 이거를 주위 사람들과 나누었습니다. 근데 그런 것을 나눌 때 더 큰 평안을 주셨어요. Even though I knew that serving Cambodia would be very hard physically, my spirit was in peace. ទោះបីជាខ្ញុំដឹងថាការដែលមកបម្រើនៅក្នុងប្រទេសកម្ពុជាហ្នឹងធ្វើឲ្យខ្ញុំមានការលំបាកខាងឯរូបកាយរូបសាច់ខ្ញុំប៉ុន្តែនៅក្នុងវិញ្ញាណខ្ញុំគឺមានសេចក្តីសុខសាន្ត Spiritual peace could not be compared with the physical comfort. សេចក្តីសុខសាន្តខាងឯវិញ្ញាណគឺមិនអាចប្រៀបធៀបគ្នាជាមួយនឹងសេចក្តីសុខស្រួលរបស់រូបកាយទេ 육신적으로 보면 캄보디아 가는 것이 굉장히 어렵다는 것을 뭐 당연히 잘 알고 있었지만은 그런 거하고는 상관없이 하나님께서 제 영 가운데는 그런 평안함을 주셨다는 것이죠. 그 영의 평안함은 육신의 평안함과는 비교를 할 수가 없는 것이죠. So we should ask God to give you guidance in what choice is His will for your life. ដូច្នេះហើយបងប្អូនក៏ត្រូវតែសុំទូលសុំដល់ព្រះអំពីការដឹកនាំសម្រាប់ការជ្រើសរើសទៅតាមព្រះハតីនៃទ្រង់នៅក្នុងជីវិតរបស់បងប្អូនដែរ So you should ask God to make your desire to His desire. បងប្អូនត្រូវតែសូមដល់ព្រះឲ្យធ្វើឲ្យបំណងចិត្តរបស់បងប្អូននឹងឲ្យត្រឡប់ទៅជាបំណងចិត្តនៃព្រះវិញ And you should ask Him to make your desire the right choice. ហើយបងប្អូនត្រូវតែទូលសុំដល់ព្រះឲ្យទ្រង់បានធ្វើឲ្យបំណងចិត្តរបស់បងប្អូននឹងคล้ายជាត្រឹមត្រូវ Trust that God will speak to you. ចូលជឿថាព្រះទ្រង់នឹងមានបន្ទូលមកបងប្អូន If you are willing to obey, God will speak to you for sure. នៅពេលដែលបងប្អូនមានបំណងនឹងស្ដាប់បង្គាប់ធ្វើតាមព្រះនោះព្រះទ្រង់នឹងមានបន្ទូលមកបងប្អូនជាពិតប្រាកដ Some people may hear actual sound from God. មានមនុស្សខ្លះបានឮសំឡេងរបស់ព្រះ Or for some people, God gives some desire in the heart. ហើយមនុស្សខ្លះទៀតព្រះទ្រង់បានប្រទាននៅបំណងចិត្តនៅខាងក្នុងនោះ I don't know how God will speak to you, but surely God will speak to you if you are willing to obey. ខ្ញុំមិនដឹងថាព្រះទ្រង់នឹងមានបន្ទូលមកបងប្អូនយ៉ាងដូចម្ដេចទេប៉ុន្តែប្រកាសណាស់ព្រះទ្រង់នឹងមានបន្ទូលមកបងប្អូននៅពេលដែលបងប្អូនត្រៀមចិត្តជាស្រេចក្នុងការដែលស្ដាប់បង្គាប់និងដើរតាមទ្រង់ And thank Him for His guidance. ហើយចូលអរព្រះគុណដល់ទ្រង់សម្រាប់ការដឹកនាំរបស់ទ្រង់ Sometimes you may pray for changing your heart. នៅពេលខ្លះបងប្អូនបានសុំអធិដ្ឋានសុំឲ្យព្រះទ្រង់បដូរចិត្តរបស់បងប្អូន I have had many times in my life when I knew the right things to do, but I really did not want to do it. មានពេលជាច្រើនដងដែលនៅក្នុងជីវិតរបស់ខ្ញុំនៅពេលដែលខ្ញុំដឹងហើយថាការងារដែលខ្ញុំត្រូវធ្វើហ្នឹងគឺត្រឹមត្រូវប៉ុន្តែខ្ញុំអត់ចង់ធ្វើការងារហ្នឹងទេ 살다 보면은 분명히 이런 저 일을 하긴 해야 되는데 하기 싫을 때가 있는 그런 상황을 직면하게 됩니다. 우리 마음을 바꾸는 수밖에 없습니다. 우리 그걸 하고 싶어 하도록 그걸 하기 싫은 마음을 하고 싶은 마음으로 바꿀 수 있도록 우리가 기도를 해야 된다는 것입니다. All of us have been in this situation, and what we need is a change of heart. យើងទាំងអស់គ្នាអាចនឹងជួបស្ថានភាពបែបហ្នឹងអញ្ចឹងអ្វីដែលយើងត្រូវធ្វើនោះគឺការដែលយើងត្រូវការហ្នឹងគឺការផ្លាស់ប្ដូរចិត្តខ្លួនឯងហ្នឹង This is very important. នេះគឺសំខាន់មែនតើ Most of people see something they don't like, they turn away. They just don't do it. មានមនុស្សជាច្រើនដែលឃើញនៅអ្វីដែលខ្លួនឯងអត់ចង់ឬក៏អត់ចូលចិត្តហ្នឹងគឺអត់ធ្វើតែម្ដងហើយដើរចេញឲ្យឆ្ងាយពីការងារហ្នឹងទៀត But the one who has the wisdom of God think again. ប៉ុន្តែអ្នកណាដែលមានប្រាជ្ញាដែលមកពីព្រះនោះនឹងគិតអំពីការហ្នឹងម្ដងទៀត
and he or she understand that he or she must do it, then he pray for changing his own heart. ដូច្នេះហើយនៅពេលនោះគេនឹងដឹងថាអ្វីដែលគេត្រូវធ្វើហើយអញ្ចឹងអ្វីដែលគេត្រូវធ្វើហ្នឹងគឺគេនឹងផ្លាស់ប្ដូរគំនិតរបស់គេដែលគេចង់ធ្វើតាមចិត្តខ្លួនឯងហ្នឹងឲ្យត្រឡប់មកឯព្រះវិញ The people out there want to change the situation. នៅមនុស្សដែលនៅខាងក្រៅហ្នឹងចង់ផ្លាស់ប្ដូរស្ថានភាពដែលខ្លួនឯងកំពុងជួបហ្នឹង But God's people try to change his own heart to the situation. ប៉ុន្តែកូននៃព្រះវិញគឺព្យាយាមប្ដូរចិត្តខ្លួនឯងមិនមែនប្ដូរស្ថានភាពនោះទេ That makes difference. នេះហើយគឺជាភាពខុសគ្នារវាងអ្នកដែលអត់ជឿនិងអ្នកជឿ God often challenges us with the things that seems to be hard or too big of a sacrifice. ព្រះទ្រង់តែងតែឬក៏ជាញឹកញាប់ព្រះទ្រង់តែងតែឲ្យយើងនឹងជួបដាក់យើងនៅក្នុងការលំបាកដែលមើលទៅដូចជាលំបាកណាស់អញ្ចឹងប៉ុន្តែហើយនឹងវាមើលទៅដូចជាធំមែនតើសម្រាប់យើង 하나님 가끔씩 우리에게 너무 어려워 보이는 일을 주시거나 혹은 너무 큰 희생을 요구하는 필요로 하는 그런 일을 우리에게 주실 때가 있습니다. 그때는 많은 경우 아주 불편한 마음을 가지고 하는 게 불평을 하는 경우가 많습니다. Then we will probably complain to God about the things that you feel uncomfortable. អញ្ចឹងហើយយើងប្រហែលជាអាចនឹងរអ៊ូរទាំទៅចំពោះព្រះអំពីការដែលយើងមានអារម្មណ៍ថាយើងមិនមានសេចក្តីសុខស្រួលសោះរូបកាយយើងហ្នឹង Because most people don't like to sacrifice. ពីព្រោះមនុស្សជាច្រើនភាគច្រើនគឺអត់ចូលចិត្តនឹងការឈឺចាប់រងទុក្ខអីទេ Is there anybody who wants to be willing to sacrifice himself or herself? តើមានបងប្អូនណាចង់ឲ្យខ្លួនឯងរងទុក្ខអត់ It is very natural that we don't like to sacrifice ourselves. ប្រកាសណាគឺយើងអត់ចង់លះបង់ខ្លួនឯងចោលទេយើងអត់ចង់ឲ្យខ្លួនឯងរងទុក្ខទេ Then what should you do? អញ្ចឹងតើយើងគួរធ្វើយ៉ាងដូចម្ដេច You should pray that the Lord would come to you and change your heart. គឺបងប្អូនត្រូវតែអធិដ្ឋានសូមឲ្យព្រះទ្រង់បានយាងមកគង់ជាមួយនឹងបងប្អូនហើយឲ្យបានផ្លាស់ប្ដូរនៅចិត្តរបស់បងប្អូនដែរ You need some experience, to obey God. បងប្អូនត្រូវតែមានត្រូវតែទទួលនៅបទពិសោធន៍អំពីការដែលស្ដាប់បង្គាប់ព្រះ I like to give an example in the baseball game. លោកគ្រូចង់ឧទាហរណ៍អំពី baseball game Okay. In the baseball game, there is a technique called the sacrifice bunt. នៅក្នុងការលេង baseball ហ្នឹងគឺមានtechnical មួយបច្ចេកវិទ្យាមួយដែលគេហៅថាធ្វើឲ្យឆ្អឹងហ្នឹងឈឺបត់ចឹងគេ That's okay. Alright. ចាំមកប្រែ Some of you may not understand what the baseball is all about. បងប្អូនទាំងអស់គ្នាប្រហែលជាស្គាល់អំពី baseball ហ្នឹងហើយ Basically, in the baseball game, when people pitch the ball, នៅមុនដំបូងនៃការលេង baseball ហ្នឹងគឺមានមនុស្សម្នាក់ដែលគប់បាល់ and the opponent team, one of the member of the opponent team will try to hit the ball. ហើយក្រុមម្ខាងទៀតហ្នឹងក្រុមរបស់ដៃគូប្រកួតម្ខាងទៀតហ្នឹងគឺជាយើងវាយអាបាល់ហ្នឹង The harder and the farther you hit the ball away is the better. បើសិនជាអ្នកវាយហ្នឹងអាចវាយបាល់ហ្នឹងឲ្យបានឆ្ងាយហើយខ្លាំងហ្នឹងគឺកាន់តែល្អ And you hit the ball very far away, you'll feel good. នៅពេលដែលអ្នកលេងហ្នឹងគាត់វាយបាល់ហ្នឹងបានឆ្ងាយទៅគាត់មានអារម្មណ៍ថាសប្បាយចិត្ត But sometimes
they may have some decision to make, just hit the ball very softly, slightly, that ball goes very near. ហើយប៉ុន្តែនៅពេលខ្លះវិញគឺគេបានវាយបាល់ហ្នឹងប៉ុន្តែបាល់ធ្វើមិនឲ្យបាល់ហ្នឹងរត់អត់ទៅឆ្ងាយទេ Sometimes it is necessary for the another team members on the field to run. ហើយពេលខ្លះហ្នឹងគឺវាសម្រាប់ការដែលសមាជិកនៅក្នុង team ហ្នឹងរត់ So if I, as a batter, hit the ball, the near the pitcher who throw the ball, I will be out of the game. ហើយនៅពេលបើសិនជាលោកគ្រូរត់បើសិនជាលោកគ្រូរត់ Why? បើសិនជាលោកគ្រូវាយបាល់ហ្នឹងឲ្យរត់តិចតិចហ្នឹងអញ្ចឹងលោកគ្រូនឹងout មានន័យថាមិនលែងទៀតតាណែ មានន័យថាលោកគ្រូនឹងចេញពីការប្រកួតហ្នឹងអត់អាចលេងតទៅទៀតបានទេ But it is for to help the team members to run. ប៉ុន្តែជាការដែលជួយដល់សមាជិកក្រុមហ្នឹងសមាជិកក្រុមដែលកំពុងប្រកួតហ្នឹងអាចរត់បាន That's why it is called the sacrifice. ដូច្នេះហើយបានហៅការហ្នឹងថាជាការលះបង់ Even though I'm out, but I'm helping my teammates to run. ទោះបីជាលោកគ្រូត្រូវចេញពីការប្រកួតហ្នឹងក៏ដោយប៉ុន្តែលោកគ្រូចង់ឲ្យសមាជិកក្នុងក្រុមរបស់លោកគ្រូហ្នឹងអាចនឹងរត់បាន In such case, even if I'm out, my friend in the field can get the score, then our whole team may win the game. ទោះបីជាលោកគ្រូត្រូវចេញពីការប្រកួតក៏ដោយប៉ុន្តែនៅពេលដែលសមាជិកក្រុមហ្នឹងគាត់បានរត់មកដល់កន្លែងកំណត់ហ្នឹងអញ្ចឹងក្រុមលោកគ្រូទាំងមូលហ្នឹងនឹងឈ្នះហ្គេមហ្នឹង That means through my sacrifice, my whole team win the game. នោះគឺមានន័យថាតាមរយៈការលះបង់របស់លោកគ្រូនោះក្រុមលោកគ្រូទាំងមូលទទួលបានជោគជ័យ Most people think that if I sacrifice for him, he is happy, I'm not happy. មនុស្សខ្លះវិញគិតថាបើសិនជាខ្ញុំលះបង់សម្រាប់មនុស្សម្នាក់ហ្នឹងអញ្ចឹងគាត់នឹងសប្បាយចិត្តប៉ុន្តែខ្ញុំអត់សប្បាយចិត្តទេ Is that right? ត្រូវអត់អ្នកលេង baseball But actually it is not true. ប៉ុន្តែការពិតនោះគឺវាមិនត្រឹមត្រូវទេ Just like a sacrifice in the baseball game, if I sacrifice myself, my whole team win. Then all of us, including myself, will be happy. ផ្ទុយទៅវិញគឺការដែលលោកគ្រូលះបង់ខ្លួនលះបង់ខ្លួនឯងហ្នឹងគឺធ្វើឲ្យមានការរីករាយមិនថាតែសមាជិកអ្នកដែលធ្វើឲ្យឈ្នះហ្នឹងទេគឺក្រុមទាំងមូលហើយនឹងលោកគ្រូដែរនឹងសប្បាយចិត្តទាំងអស់គ្នា So here is the secret of sacrifice. នេះហើយគឺជាអាចកំបាំងនៃការលះបង់ If I sacrifice for him, he is happy and I am happy too. គឺថានៅពេលដែលលោកគ្រូលះបង់យើងលះបង់សម្រាប់មនុស្សដតីហ្នឹងគឺអ្នកនោះក៏សប្បាយចិត្តហើយយើងក៏សប្បាយចិត្តដែរ I'm sure that who have ever played the baseball will understand. លោកគ្រូដឹងប្រកាសណាស់ថាអ្នកដែលធ្លាប់អ្នកដែលលេង baseball ហ្នឹងយល់ហើយអំពីការងារហ្នឹង Yes? Only the children of God can understand the secret of sacrifice. មានតែកូននៃព្រះទេដែលយល់ឬក៏ដឹងអំពីអាចកំបាំងនៃការលះបង់នោះ Our Lord will change our desire and our will. ព្រះអម្ចាស់នៃយើងទ្រង់នឹងបដូរនៅបំណងចិត្តហើយនឹងគំនិតរបស់យើង 야구들 아시는지 모르겠지만 그 야구에는 공식적으로 희생이라는 단어가 들어가는 유일한 스포츠입니다. 희생 번트가 있고 희생 플라이가 있고 그런데 한번 홈런 치려고 딱 들어섰는데 감독이 번트 사인을 내면 살짝 톡 떼서 난 아웃되는 거잖아요. 그럼 아주 짜증이 나죠. 큰 희생이죠. 좋은 기회를 놓쳤으니까. 근데 그 희생 덕분에 우리 팀이 이길 수도 있다는 거죠.
그러면 희생이라는 건 보통 생각하면 내가 희생하면은 저 사람은 좋고 나는 손해고라는 그런 생각을 하는데 그게 아니라 나의 희생을 통해서 보니까 모두가 다 좋아진다는 것이 모두가 다가 나를 포함을 해서 나도 기분이 좋더라. 이런 희생의 비밀을 알 수 있는 건 하나님의 자녀만이 사실 알 수 있다는 것입니다. Philip ចំពុក2ខ13ត្បិតគឺជាព្រះហើយដែលបណ្ដាចិត្តអ្នករាល់គ្នាឲ្យមានទាំងចំណង់ចង់ធ្វើហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះハតីទ្រង់ដែរ So you should pray to release by releasing yourself to God and not fighting Him. ដូច្នេះហើយបងប្អូនត្រូវតែអធិដ្ឋានឲ្យដោយការលះបង់ខ្លួនឯងឬក៏ប្រគល់ខ្លួនឯងនឹងទៅចំពោះព្រះហើយមិនមែនតតាំងជាមួយនឹងព្រះទេ So when God shows a way, don't fight Him. Don't try to find another way. Just obey. នៅពេលឧទាហរណ៍នៅពេលដែលព្រះទ្រង់បង្ហាញផ្លូវឲ្យយើងថាទៅខាងណាយើងកុំឲ្យប្រឆាំងជាមួយនឹងទ្រង់អីចូលដើរទៅតាមផ្លូវដែលទ្រង់បានបង្ហាញនោះទៅ God is working in you. ព្រះទ្រង់ធ្វើការនៅក្នុងបងប្អូនរាល់គ្នា And we should ask God to come and change your heart so that you would act according to the God's will. ហើយយើងក៏គួរតែសូមដល់ព្រះឲ្យទ្រង់បានយាងមកហើយនឹងផ្លាស់ប្ដូរចិត្តរបស់យើងហើយដូច្នោះហើយយើងនឹងអាចប្រព្រឹត្តតាមព្រះハតីទ្រង់បាន God will change your heart so that you would have joy in following His will. ព្រះទ្រង់នឹងផ្លាស់ប្ដូរចិត្តគំនិតរបស់បងប្អូនរាល់គ្នានោះបងប្អូននឹងមានសេចក្តីអំណរដោយការដើរតាមទ្រង់ 우리가 그 순종을 하게 되면 하나님께서 인도하시면 순종을 하게 되면은 우리가 싫어했던 그 일에 대해서도 기쁘게 따라갈 수 있는 그런 마음을 주신다는 거죠. 우리 마음을 바꾸어서 기쁨이 생기도록 해주신다는 것이요. So we should thank Him for working in our hearts. យើងអរព្រះគុណដល់ទ្រង់ដែលទ្រង់ធ្វើការនៅក្នុងចិត្តជីវិតរបស់យើង Now I'd like to tell you about an amazing part of prayer. ឥឡូវនេះខ្ញុំចង់ចែកចាយជាមួយបងប្អូនអំពីផ្នែកដ៏សំខាន់មួយនៃការអធិដ្ឋាន It is intercession, which means to pray on behalf of someone. នោះគឺការទូលអង្វរដែលមានន័យថាយើងអធិដ្ឋានជំនួសឲ្យអ្នកដទៃ I don't know in Khmer language what is best for the intercession or intercessory prayer. It's not just a stool ongo for no day. បើសិនជាពាក្យខ្មែរវិញអាចបកថាអង្វរជំនួសឬក៏សុំទោសជំនួស Stool ongo chopcho, at chopcho. That means the kind of prayer intercession. Okay. At stool ongo at chopcho. ចាការហ្នឹងគឺទូលអង្វរអត់ឈប់ឈរ That means you pray on behalf of someone else. គឺមានន័យថាបងប្អូនត្រូវអធិដ្ឋានជំនួសឬក៏អធិដ្ឋានឲ្យអ្នកដទៃ 그래서 이제 중보 기도에 관한 것인데요. So it is not a prayer for yourself. គឺវាមិនមែនអធិដ្ឋានសម្រាប់ខ្លួនបងប្អូនទេ For example, when someone is sick and you go to God and ask Him to heal that person. ឧទាហរណ៍ដូចជានៅពេលដែលមានបងប្អូនណាម្នាក់ឈឺអញ្ចឹងបងប្អូនត្រូវតែចូលទៅចំពោះព្រះដោយការអធិដ្ឋានសម្រាប់ការដែលព្រះអង្គទ្រង់ព្យាបាលដល់អ្នកដែលឈឺនោះ Then you are interceding for them or you are praying on their behalf. នោះគឺមានន័យថាបងប្អូនបានអធិដ្ឋានអត់ឈប់ឈរមានថាទូអង្វរជំនួសដល់ពួកគេសម្រាប់ពួកគេហើយ For example, when a little baby like Yosue is sick, he cannot pray for himself. ឧទាហរណ៍ដូចជាយោស្វេអញ្ចឹងដែលគាត់ជាទារកអញ្ចឹងពេលដែលគាត់ឈឺគាត់មិនអាចអធិដ្ឋានឲ្យខ្លួនឯងទេ And his parents will pray for him.
ដូច្នេះហើយឪពុកម្ដាយរបស់គាត់ត្រូវអធិដ្ឋានសម្រាប់គាត់ or other church members will pray for him. ឬក៏បងប្អូនសមាជិកព្រះវិហារដទៃទៀតអធិដ្ឋានសម្រាប់គាត់ That is intercession. នោះហើយគឺមានន័យថាការទូលអង្វរជំនួសឬការអធិដ្ឋានអត់ឈប់ឈរនឹង You may pray for the French people who are suffering from the recent terrorist attack and pray for their peace. ឬក៏យើងត្រូវអធិដ្ឋានសម្រាប់ប្រទេសបារាំងដែលកំពុងតែទទួលរងនៅការបៀតបៀនភេរវកម្មទទួលរងនឹងការបៀតបៀនខាងដូចជាភេរវកម្មហើយនឹងអធិដ្ឋានសម្រាប់សេចក្តីសុខសាន្តឲ្យពួកគេ It is an intercessory prayer. នេះហើយគឺជាការអធិដ្ឋានដោយទូលអង្វរអត់ឈប់ឈរ When Cambodia was in trouble during Pol Pot, do you know how many people around the world pray for Cambodia? ដូចគ្នាដែរនៅពេលដែលប្រទេសកម្ពុជាយើងទទួលនៅរបបប៉ុលពតហ្នឹងគឺកំឡុងពេលនោះតើបងប្អូនដឹងថាមាននរណាខ្លះមនុស្សប្រមាណនេះដែលបានអធិដ្ឋានសម្រាប់យើងនោះ You may not know it, or Cambodian people may not know it, but there are so many people around the world who are praying for Cambodia. យើងប្រហែលជាអត់ដឹងទេហើយប្រជាជនកម្ពុជាក៏អត់ដឹងដែរថាអ្នកណាបានអធិដ្ឋានឲ្យខ្លួនប៉ុន្តែទោះយ៉ាងនោះក៏ដោយគឺមនុស្សជាច្រើននៅក្នុងពិភពលោកអ្នកជឿជាច្រើននៅក្នុងពិភពលោកនេះគេបានអធិដ្ឋានសម្រាប់ប្រជាជាតិយើងនេះ It is intercessory prayer. នេះគឺជាសេចក្តីគឺជាការទូលអង្វរជំនួស There is a church named the Grace Church in the Los Angeles, California, U.S. មានព្រះវិហារព្រះគុណដែលនៅរដ្ឋ Los Angeles And in that church, in that Grace Church, that who supports us, នៅក្នុងព្រះវិហារនោះព្រះគុណនឹងដែលនៅអាមេរិកហ្នឹងដែលជួយផ្គត់ផ្គង់យើងហ្នឹង there is one room about the size is about maybe 4 times bigger than this room. មានបន្ទប់មួយដែលធំជាងកន្លែងយើងថ្វាយបង្គំនឹង4ដង It's not the worship room. It's for prayer room. នោះគឺជាបន្ទប់អធិដ្ឋានមិនមែនបន្ទប់ថ្វាយបង្គំទេ And there are people praying all the time. នៅបន្ទប់ហ្នឹងគឺមានអ្នកអធិដ្ឋានគ្រប់ពេលវេលា 24 hours a day, គឺ24ម៉ោងក្នុងមួយថ្ងៃ 7 days a week, ហើយ7ថ្ងៃក្នុងមួយសប្តាហ៍ដែរ 365 days a year. ហើយ365ថ្ងៃក្នុងមួយឆ្នាំ They never stop praying. ពួកគេមិនដែលនឹងឈប់អធិដ្ឋានម្ដងណាឡើយ Even 1 single minute, they don't stop ទោះ praying. បីជាមួយនាទីក៏ដោយ They call it 24-hour praying room. គេបានហៅបន្ទប់នោះថាបន្ទប់អធិដ្ឋាន24ម៉ោង What do you think they pray for? បងប្អូនគិតថាតើគេអធិដ្ឋានអំពីអ្វីសម្រាប់អ្វី At the entrance of the room, there is the list of the name who will join the prayer. នៅនឹងជញ្ជាំងនៅក្នុងបន្ទប់ហ្នឹងគឺមានបញ្ជីឈ្មោះដែលគេត្រូវអធិដ្ឋានឲ្យហ្នឹង For example, you can register to pray from 3 p.m. to 6 p.m. for example. ឧទាហរណ៍ដូចជាបងប្អូនអាចចុះឈ្មោះថាបងប្អូនត្រូវអធិដ្ឋានពីម៉ោង2ដល់ម៉ោង3រសៀលអញ្ចឹង If there is some space that nobody is there to pray, then somebody will come and register for that time space. ហើយបើសិនជាម៉ោងនោះអត់មានអ្នកណាដែលចុះឈ្មោះក្នុងការអធិដ្ឋាนទេអញ្ចឹងបងប្អូនអាចចុះឈ្មោះអធិដ្ឋានបាន And then when you go into the prayer room, they show that there is the prayer request showing. Then you pray for that the prayer request. ហើយនៅពេលដែលបងប្អូនចូលទៅក្នុងបន្ទប់អធិដ្ឋានហ្នឹងគេនឹងបញ្ចាំងឆ្លើយឲ្យយើងឃើញអំពីសំណុំពរអធិដ្ឋានអញ្ចឹងហើយបងប្អូនអាចអធិដ្ឋានតាមសំណុំពរអធិដ្ឋានដែលនៅលើឆ្លើយហ្នឹង Of course, you can pray for yourself.
ប្រកាសណាបងប្អូនអាចអធិដ្ឋានសម្រាប់ខ្លួនឯង And among the prayer requests shown, the Cambodia is there too. ហើយនៅពេលដែលនៅក្នុងចំណោមសំណុំពរអធិដ្ឋានហ្នឹងនៅក្នុងនោះគឺមានប្រទេសកម្ពុជាដែរ And the prayer request for you guys here in this church. ហើយក៏មានសេចក្តីអធិដ្ឋានសំណុំពរអធិដ្ឋានសម្រាប់យើងរាល់គ្នាដែលនៅក្នុងក្រុមជំនុំនេះដែរ There are many places like that in the whole world who pray, a group of people praying for 24 hours a day. មានកន្លែងជាច្រើនណាដែលអធិដ្ឋានដូចហ្នឹងដែលអធិដ្ឋាន24ម៉ោងរហូត There is a famous story showing the power of intercessory prayer. មានរឿងដ៏អស្ចារ្យដែលបង្ហាញអំពីអំណាចនៃសេចក្តីអធិដ្ឋានតួអង្គវល់ជំនួសហ្នឹង 제가 소개를 안 했는데 미국의 그 LA에 가면은 은혜 한인교회라고 있는데 거기는 이번에 성전을 크게 지었는데 그 중에 기도실이 내가 정확히 기억 안 나는데 이 방에 한 4배 정도 되는 기도실이 있는데 4배 좀 넘을 것 같네요. 하여간 최소한 4배는 되는 그런 방인데 거기는 24시간 365일 단 1초도 쉬지 않고 기도를 합니다. 누군가는 와서 기도를 해요. 누군가는 반드시 있습니다. 어떨 때는 10명, 어떨 때는 20명, 어떨 때는 100명, 200명 오지만은 모르겠어요. 어떨 때는 한두 명 있을 때가 있는지는 모르겠어요. 내가 갔을 때마다 뭐 수십 명은 최소한 있었는데 하여간 결코 쉬지 않는 24시간 기도실이 있습니다. 다 중보 기도를 하는 거죠. 거기 가면은 자기 자신을 위해서도 기도를 하지만은 거기 가면 이제 기도 제목이 쭉 나옵니다. 화면에 그 TV 모니터 같은데 기도 제목이 나오는 그걸 보고 기도를 해주는 겁니다. 중보 기도를 하는 거죠. 그 중에 이 캄보디아 위해 그리고 이 교회를 위한 기도도 포함이 되어 있습니다. 그 유명한 이야기를 하나 소개를 하려고 그러는데 아프리카에 가 있는 미국 어느 선교사에 관한 얘기입니다. One day, a missionary from the U.S. traveled through the jungle in Africa. នៅថ្ងៃមួយមានបេសកជនជនជាតិអាមេរិកហ្នឹងគាត់បានដើរឆ្លងកាត់នៅព្រៃនៅអាហ្វ្រិក He was going to buy some materials for the church from a market that is far away across the jungle. គឺគាត់ទៅដើម្បីរកទិញអីវ៉ាន់នៅឯផ្សារដែលមានចម្ងាយឆ្ងាយពីស្រុកភូមិរបស់គាត់ហ្នឹងហើយដោយឆ្លងកាត់នៅព្រៃយ៉ាងធំ It was a long way to walk as there was no road for cars. វាគឺផ្លូវហ្នឹងគឺឆ្ងាយមែនតើសម្រាប់គាត់ដែលដើរទៅហ្នឹងហើយអត់មានផ្លូវសម្រាប់ដែលឡានបើកទៅបានទេ 그 미국 선교사가 이제 교회에 물건이 필요한 게 있어서 시장에 가서 이제 물건을 사러 간다. 이제 거기 시장까지 가려면 이 정글을 통과해야 되는데 길이 없기 때문에 그냥 걸어가는 수밖에 없습니다. 그래서 이제 물건을 사가지고 돌아오는데 너무 좀 지체가 돼가지고 밤이 됐어요. 그래서 할 수 없이 그 정글에서 하룻밤을 자야 되는 그런 상황이 됐습니다. It was on his way back to the village. It was late and getting dark. នៅតាមផ្លូវនៅពេលដែលគាត់ត្រឡប់មកភូមិវិញហ្នឹងគឺពេលនោះគឺវាយប់ទៅហើយងងឹតទៀត So he decided to spend the night in the jungle. ដូច្នេះហើយគាត់បានសម្រេចចិត្តថាគាត់នឹងស្នាក់នៅមួយយប់ក្នុងព្រៃធំហ្នឹង Is there anybody who spent the night in the jungle? តើមានបងប្អូនណាមានបទពិសោធន៍ស្នាក់គេងនៅក្នុងព្រៃមួយយប់ទេ 미안하. At that time he was with me in the jungle in the Phnom Penh Aural. However, the missionary did not know that a band of robbers were following him from the market. ប៉ុន្តែនៅខណៈនោះគឺបេសកជនហ្នឹងគាត់អត់បានដឹងថាមានក្រុមចោរប្លន់ហ្នឹងដើរតាមក្រោយគាត់តាំងពីផ្សារដែលគាត់ទិញអីវ៉ាន់ហ្នឹងមកទេ 그런데 이 선교사는 그걸 몰랐어요. 뭔가 하면은 그 일군의 그 강도떼가 몰래 그 시장부터 그 선교사를 노리고 쫓아온 걸 모르고 있었어요. 그래서 적당한 때를 봐서 그 선교사를 죽이고 뭐 돈하고 다 빼앗아 가려고 따라오고 있는 걸 모르고 그냥 거기서 이제 잠을 자는 겁니다.
the robbers were looking for the right time to kill the missionary and take the money from him. ហើយចៅក្រុមចៅប្លន់ហ្នឹងវាបានរងចាំឱកាសល្អដើម្បីនឹងសម្លាប់បេសកជនហ្នឹងយកប្រាក់ The missionary, without knowing that he was about to be killed, fell asleep. ហើយបេសកជនហ្នឹងដែលអត់ដឹងថាខ្លួនឯងនឹងត្រូវគេសម្លាប់ហ្នឹងគាត់ក៏គេងទៅនៅក្នុងព្រៃហ្នឹង Around that moment, one of the missionaries' friends in the US, who was playing golf at that time, suddenly felt that he must pray for the missionary in Africa. នៅខណៈនោះដែរមិត្តភ័ក្តិម្នាក់របស់បេសកជនហ្នឹងដែលនៅសហរដ្ឋអាមេរិកហ្នឹងគឺគាត់កំពុងតែលេងគោលលេងកងគោលចឹងទៅនៅពេលហ្នឹងភ្លាមស្រាប់តែគាត់មានអារម្មណ៍ថាគាត់ចង់អធិដ្ឋានហើយដូច្នេះហើយគាត់ក៏ទៅចង់អធិដ្ឋានសម្រាប់បេសកជនដែលនៅអាហ្វ្រិកហ្នឹង 그때 마침 미국에 있는 그 친구가 그때는 뭐 아프리카의 밤이면 저쪽에는 이제 낮이나 뭐 그렇게 되겠죠. 그러니까 이제 골프를 치고 있다. 갑자기 그 친구 선교사를 위해서 기도해야 되겠다는 마음이 들었어요. 그래서 중단을 하고 급히 교회로 돌아가서 장로 몇 사람을 불러다 같이 기도를 했습니다. He stopped playing golf and hurried back to the church. ពេលនោះគាត់ក៏ឈប់លេងគោលទៅហើយទៅគាត់ប្រញាប់ទៅឯព្រះវិហារ He called up some leaders of the church, elders of the church, and began to pray together for the missionary in Africa. គាត់ក៏បានហៅចាស់ទុំផ្សេងទៀតឲ្យមកនៅក្នុងព្រះវិហារហើយក៏បានចាប់ផ្ដើមអធិដ្ឋានសម្រាប់បេសកជនដែលនៅអាហ្វ្រិកហ្នឹង Can you guess what happened in the jungle of Africa? តើបងប្អូនដឹងថាមានអ្វីកើតឡើងនៅក្នុងព្រៃនៅអាហ្វ្រិកហ្នឹង The robbers were approaching to the sleeping missionary. នៅពេលនោះគឺក្រុមចៅប្លន់ហ្នឹងបានដើរតម្រង់ឆ្ពោះទៅបេសកជនដែលគាត់កំពុងតែសម្រាកហ្នឹង But somehow they were not able to see the missionary. ប៉ុន្តែទុយទៅវិញចៅហ្នឹងអត់ស្រាប់តែរកអត់ឃើញបេសកជនហ្នឹងសោះ They searched throughout the area, but they were not able to see him. The man that they wanted to hunt. គេបានស្វែងរកនៅក្នុងតំបន់ដែលគេបានតាមនឹងមកតាន់ហ្នឹងប៉ុន្តែរកអត់ឃើញបេសកជនហ្នឹងសោះ So they had to go back with an empty hand. ដូច្នេះហើយចៅហ្នឹងក៏សម្រេចចិត្តថាត្រឡប់ទៅវិញដោយអត់បានអីទៅ God blinded the robbers in Africa when the friends in the US prayed. នៅពេលដែលមិត្តភ័ក្តិរបស់បេសកជននឹងអធិដ្ឋាននៅឯអាមេរិកនោះគឺព្រះទ្រង់បានធ្វើឲ្យចៅហ្នឹងងងឹតមើលអត់ឃើញមើលរកមានថាបំបាំងបេសកជនហ្នឹងអត់ឲ្យចៅហ្នឹងមើលឃើញទេ 하나님께서 그 강도들의 눈을 멀게 하셨어요. 그 선교사가 보이지 않도록 하는 그런 기적이 기도를 통해서 중보 기도를 통해서 일어났다는 것입니다. Our Lord hears the prayers of sincere hearts. ព្រះអង្គម្ចាស់នៃយើងទ្រង់ឮសេចក្តីអធិដ្ឋានដែលចេញពីចិត្ត If I tell this kind of story, some people don't believe it. នៅពេលដែលលោកគ្រូបានចែកចាយអំពីរឿងហ្នឹងទៅកាន់មនុស្សដទៃផ្សេងហ្នឹងគេអត់ជឿអំពីការហ្នឹងទេ They don't believe, but I do believe. ពួកគេអត់ជឿប៉ុន្តែលោកគ្រូជឿ Why do you think I believe that? បងប្អូនគិតថាហេតុអ្វីបានជាលោកគ្រូជឿអំពីការហ្នឹង Because I'm stupid? ពីព្រោះតែលោកគ្រូឆ្កួតមែន Anyone who knows the power and the secret of prayer will understand the story. អស់អ្នកដែលជឿលើអំណាចនៃសេចក្តីអំណាចហើយនឹងអាចកំបាំងនៃសេចក្តីអធិដ្ឋានហ្នឹងនឹងយល់អំពីការហ្នឹង If you have a small
an experience of the power of prayer, I'm sure that you will understand. ទោះបីជាបងប្អូនមានបទពិសោធន៍និងអំណាចនៃការអធិដ្ឋានហ្នឹងតិចតួចក៏ដោយប៉ុន្តែបងប្អូនយល់ហើយអំពីការទាំងអស់ហ្នឹង So the prayer of a sincere heart has power. សេចក្តីអធិដ្ឋានដោយចេញអំពីចិត្តដោយអស់អំពីចិត្តហ្នឹងគឺមានអំណាចណាស់យ៉ាកុបចំពុក5ខ16ត្បិតសេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិតនោះពូកែណាស់ 여기서는 뒷부분만 쓴다고 했는데 잘못했네. 의인의 간구는 역사함이 큼이라. So here is the way how to pray. អញ្ចឹងត្រឡប់មកវិញនេះគឺជារបៀបអំពីការអធិដ្ឋាន And first you should confess and repent whatever sins that come to your mind. ដំបូងហ្នឹងគឺបងប្អូនត្រូវតែអធិដ្ឋានលន់តួសារភាពនៅប្រែចិត្តនៅអំពើបាបដែលមាននៅក្នុងចិត្តគំនិតរបស់បងប្អូន Then you should ask God to show you how to pray. បន្ទាប់មកទៀតបងប្អូនសូមដល់ព្រះឲ្យទ្រង់បង្ហាញថាតើបងប្អូនគួរអធិដ្ឋានយ៉ាងម៉េច And you should yield your will to God's will. ហើយបងប្អូនត្រូវតែប្រគល់នៅបំណងរបស់បងប្អូននឹងទៅព្រះ And then you ask whatever come to your mind. បន្ទាប់មកទៀតហ្នឹងគឺបងប្អូនអាចនឹងសូមនៅអ្វីដែលមាននៅក្នុងចិត្តបងប្អូនហ្នឹង And then pray in bold faith. ហើយបងប្អូនត្រូវបន្ទាប់មកទៀតហ្នឹងគឺអធិដ្ឋានដោយចិត្តមោះមុត But you should check if you are seeking your own desire, not God's desire. បងប្អូនប៉ុន្តែបងប្អូនត្រូវតែឆែកមើលដែរថាតើបងប្អូនកំពុងតែស្វែងរកព្រះហឫទ័យព្រះឬក៏ធ្វើតាមចិត្តខ្លួនឯង So you must be sure that you are praying according to God's desire. បងប្អូនត្រូវតែប្រកាសច្បាស់នៅក្នុងចិត្តថាបងប្អូនអធិដ្ឋានហ្នឹងគឺតាមព្រះហឫទ័យនៃព្រះ And then you can listen to that the small voice inside of you. ហើយដូច្នោះហើយបងប្អូនអាចស្ដាប់នៅសំឡេងដែលតិចនៅក្នុងចិត្តរបស់បងប្អូនហ្នឹង 정말로 우리가 진실한 마음으로 하나님의 뜻을 따라서 구하게 되면은 우리 마음 가운데 소리가 들립니다. We have learned that prayer is a dialogue, a two-way communication. យើងបានរៀនហើយថាសេចក្តីអធិដ្ឋានហ្នឹងគឺជាការសន្ទនាគឺរបៀបនៃការទំនាក់ទំនងពីរយ៉ាង So you must sit still and wait after you finished talking to God. គឺបងប្អូនត្រូវតែអង្គុយដោយស្ងៀមស្ងាត់ហើយរងចាំនៅពេលដែលបងប្អូនបញ្ចប់ការសន្ទនាជាមួយព្រះហើយនឹង When your spirit is ready, some thoughts will come to your mind. នៅពេលដែលវិញ្ញាណរបស់បងប្អូនរួចរាល់ហើយនោះមានគំនិតខ្លះនឹងចូលមកក្នុងគំនិតបងប្អូនហើយ It is the mind that God gives you. នោះហើយគឺជាគំនិតដែលព្រះទ្រង់បានប្រទានដល់បងប្អូនហ្នឹង It is God's voice. នោះគឺជាសំឡេងរបស់ព្រះ You should trust in God's Holy Spirit to guide you in your prayer. បងប្អូនត្រូវតែទុកចិត្តដល់ព្រះវិញ្ញាណបរិសុទ្ធនៃព្រះដែលទ្រង់ដឹកនាំសម្រាប់ការអធិដ្ឋានរបស់បងប្អូនហ្នឹង And finally, thank God for listening. ហើយចុងក្រោយនោះបងប្អូនត្រូវអរព្រះគុណដល់ព្រះដែលទ្រង់បានស្ដាប់នៅសេចក្តីអធិដ្ឋានរបស់បងប្អូន Do you understand? បងប្អូនយល់អត់ Once again, I tell you that after you finish talking, God, I need this, I need that, I need this, I need that. I pray in the name of Jesus.
and go back. No. អឺគឺមិនមែនគ្រាន់តែយើងចប់អធិដ្ឋានថាព្រះអង្គទូលបង្គំសុំនេះសុំនោះសុំនេះសុំនោះរួចហើយយើងងើបចេញពីកន្លែងអធិដ្ឋានទេគឺសូមអង្គុយនៅកន្លែងអធិដ្ឋានហើយរងចាំស្ដាប់នៅសំឡេងរបស់ព្រះ It is two-way communication between you and God. នោះហើយគឺជារបៀបនៃការសន្ទនារវាងបងប្អូនហើយនិងព្រះពេលដែលបងប្អូននិយាយហើយព្រះអង្គនឹងមានបន្ទូលមកវិញអញ្ចឹងពេលយើងនិយាយចប់ត្រូវតែចាំស្ដាប់ God always wants to talk with you. ព្រះទ្រង់តែងតែចង់មានបន្ទូលមកបងប្អូនជាមួយបងប្អូន God may speak to you now. ប្រហែលជាឥឡូវហ្នឹងក៏ព្រះទ្រង់កំពុងតែមានបន្ទូលបងទៅកាន់បងប្អូនដែរ Try to listen to the voice in your heart. សូមព្យាយាមស្ដាប់នៅសំឡេងនៅក្នុងចិត្តរបស់បងប្អូន God is staying in your heart as the Holy Spirit. ព្រះទ្រង់បានគង់នៅក្នុងចិត្តបងប្អូនក្នុងនាមជាព្រះវិញ្ញាណបរិសុទ្ធ And He is your Father who gives every blessing to His children abundantly all the time. ហើយទ្រង់គឺជាព្រះវរបិតានៃបងប្អូនរាល់គ្នានៃយើងរាល់គ្នាដែលទ្រង់ប្រទានគ្រប់ទាំងព្រះពរដល់កូនរបស់ទ្រង់ហើយនឹងព្រះពរនោះគ្រប់គ្រាន់រាល់ពេលវេលា Don't forget, He is your Father. សូមកុំភ្លេចអីសោះថាព្រះទ្រង់ជាឪពុកនៃបងប្អូនរាល់គ្នា He loves you. ហើយទ្រង់ស្រឡាញ់បងប្អូនរាល់គ្នា Praise the Lord. សរសើរនាំកាងដល់ព្រះអង្គម្ចាស់ Let's pray. Our gracious Father in heaven, yes, you are our Father, and you give every blessing to us because we are your children, and your blessing is always abundant, more than we have imagined, more than we asked you. And you are the only source of blessings. But Father, we want to pray and we want to ask according to your will, not our will. So help us when we pray so that we can pray in the right way according to your will. And help us so that we can experience the power and the secret of prayer every day, my Lord. We know that you want us to pray all the time because you want us to recognize you as a Father and the source of all the blessings. And guide us when we do not know where to go. Guide us in prayer, even when we do not know what to pray for. Touch our hearts while you are in our hearts and guide us and give us joy and peace when we obey. Thank you for being with us, my Lord. In Jesus' name we pray. Amen.